ក្នុងរយៈពេលមួយសតវត្សរ៍ប្រទេសមួយនេះបានផ្លាស់ប្ដូរពីគំនរផេះផង់នៃសង្គ្រាមមកជាមហាអំណាចសេដ្ឋកិច្ចលំដាប់ពិភពលោកនោះគឺជាទឹកដីនៃអភូតហេតុទន្លេហានសាធារណរដ្ឋកូរ៉េឬកូរ៉េខាងត្បូងស្ថិតនៅលើឧបទ្វីបកូរ៉េខាងត្បូងមានភូមិសាស្ត្រនយោបាយស្មុគស្មាញដោយហ៊ុមព័ទ្ធដោយមហាអំណាចដូចជាចិនជប៉ុននិងរុស្ស៊ីប៉ុន្តែចំណុចដែលរសើបបំផុតគឺតំបន់គ្មានយោធា DMZ ដែលខ្សែបន្ទាត់ស្របទី38ដែលបែងចែកបងប្អូនទាំងពីរទីតាំងនេះធ្វើឲ្យកូរ៉េខាងត្បូងក្លាយជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់បំផុតមួយរបស់សហរដ្ឋអាមេរិកនិងលោកខាងលិចនៅក្នុងតំបន់អាស៊ីបូព៌ាទោះបីជាមានធនធានធម្មជាតិមានកម្រិតប៉ុន្តែកូរ៉េខាងត្បូងគឺជាម្ចាស់នៃសេដ្ឋកិច្ចដ៏ធំបំផុតទី4នៅអាស៊ីកម្លាំងចលករសំខាន់គឺក្រុមហ៊ុនយក្សដែលគេហៅថា Chaebol ដូចជា Samsung, Hyundai និង LG ពីការផលិតរថយន្តនាវារហូតដល់បន្ទះ chip semiconductor បច្ចេកវិទ្យាខ្ពស់ការនាំចេញរបស់ពួកគេគឺជាឆ្អឹងខ្នងនៃទ្រព្យសម្បត្តិជាតិដែលពិភពលោកមិនអាចខ្វះបានប្រទេសនេះមានផ្ទៃដីប្រហែល 100,000 គីឡូម៉ែត្រការ៉េតូចជាងកម្ពុជាពាក់កណ្ដាលប៉ុន្តែមានប្រជាជនជាង51លាននាក់ការរស់នៅទីនោះគឺប្រកាន់យកវប្បធម៌ប៉ាលីឬគេហៅថាលឿនគ្រប់យ៉ាងត្រូវតែមានប្រសិទ្ធភាពនិងល្បឿនលឿនបំផុតជារៀងរាល់ថ្ងៃប្រជាជនដ៏មមាញឹកធ្វើដំណើរក្នុងព្រៃអគារខ្ពស់និងប្រព័ន្ធបច្ចេកវិទ្យាដែលល្អដាច់គេក្នុងលោកទោះជាយ៉ាងណាក៏ដោយភាពទំនើបមិនបានលុបបំបាត់ប្រពៃណីទេការគោរពចាស់ទុំនិងការឱនលំទោននៅតែជាអត្តសញ្ញាណមិនអាចកាត់ថ្លៃបានហើយបើនិយាយដល់កូរ៉េមិនអាចរំលងបាននៅ kimchi និងសាច់អាំងវាមិនគ្រាន់តែជាម្ហូបទេតែជាព្រលឹងនៃជាតិសាសន៍ដែលបង្ហាញពីរសជាតិហឹរនិងភាពស្វាហាប់លើសពីវប្បធម៌ K-pop ក៏កំពុងនាំយកឈ្មោះកូរ៉េទៅកាន់គ្រប់ជ្រុងជ្រោយនៃពិភពលោកផងដែរកូរ៉េខាងត្បូងជាប្រទេសដែលមានអតីតកាលនិងអនាគតដើរទន្ទឹមគ្នាពីប្រទេសកសិកម្មដ៏ក្រីក្រក្លាយជាមេដឹកនាំបច្ចេកវិទ្យានិងជាក្តីស្រមៃរបស់អ្នកជំនួញនិងអ្នកទេសចររាប់លាននាក់តើលោកអ្នកមានបំណងចង់ទៅសិក្សាធ្វើការឬរស់នៅប្រទេសកូរ៉េខាងត្បូងដែរឬទេកុំឲ្យឱកាសនេះកន្លងផុតទៅសូមប្រឹក្សាជាមួយក្រុមហ៊ុន Globe Visa ថ្ងៃនេះឬក៏ទំនាក់ទំនងយើងខ្ញុំដើម្បីប្រឹក្សាលម្អិតសូមអរគុណ